បាទសួស្តីអ្នកទាំងអស់គ្នាវីដេអូនេះនឹងបង្រៀនអ្នកទាំងអស់គ្នាឲ្យចេះអំពីការពង្រួញអក្សរឲ្យចូលគ្នាពីលើទៅក្រោមអញ្ចឹងធម្មតាកាលណាតែយើងវាយអក្សរធម្មតាទី1ទី2ទី3ដូចជាខ្ញុំបានធ្វើអញ្ចឹងវាធ្វើឲ្យកម្រិតអក្សរពីលើចូលក្រោមវាមានកម្រិតឆ្ងាយពីគ្នាពេកអញ្ចឹងធ្វើឲ្យកិច្ចការរដ្ឋបាលរបស់យើងមើលទៅវាមិនស្អាតអញ្ចឹងតើគួរធ្វើដូចម្ដេចជាដំបូងអ្នកទាំងអស់គ្នា select ត្រឹមអក្សរដែលយើងចង់ពង្រួញចូលគ្នាមកហ្នឹងហើយបន្ទាប់មកយើងចូលទៅ paragraph រួចចុចលើពាក្យ line spacing នេះបន្ទាប់មកយើងយក exactly យើងរើសតាមទំហំអញ្ចឹងបើយើងចង់បានកម្រិតអក្សរឆ្ងាយពីគ្នាយើងដាក់តាមហ្នឹងបើយើងចង់បានចិត្តគៀកគ្នាគឺយើងដាក់បន្ថយលេខបាទដូចខ្ញុំនេះគឺខ្ញុំថយយកត្រឹមលេខត្រឹម18ចុះអញ្ចឹងយើងមើលទៅកិច្ចការរដ្ឋបាលរបស់យើងបើឃើញថាវាមិនទាន់ជាស្អាត 100% ទេតាមដែលខ្ញុំចង់បានគឺចង់ឲ្យពេញនៅក្រដាស់ A4 អញ្ចឹងយើងចូលទៅកំណត់ដដែលទៀតមកយើង select យកត្រឹមអក្សរដែលយើងចង់ពង្រួញអញ្ចឹងឃើញថាការកំណត់របស់យើងគឺបានស្អាតយើង Ctrl P មើលឃើញថាស្អាតបាទអរគុណសម្រាប់ការតាមដានវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាទអរគុណ